ពេលដែលយើងមានទម្ងន់ជាយន្តហោះ high scan អញ្ចឹងតិចប៉ះពាល់កូននៅអានឹងដូច X-ray ដែរដឹងអញ្ចឹងខ្ញុំមកប្រាប់ម៉ាក់សិនថាកន្លែង scan នៅយន្តហោះហ្នឹងខុសគ្នាពេល X-ray មិនដែរប្រដាប់ scan យើងនៅពលានយន្តហោះហ្នឹងគេហៅថា non ionizing ហើយវាប្រើរលកសំឡេងក្នុងការឆែកមើលថាយើងមានលេខអីនៅក្នុងខ្លួនអត់ពួក X-ray វិញគេហៅថា ionizing radiation ហ្នឹងកាំរស្មីវាអាចធ្លុះចូលទៅដល់កោសិកាកូនរបស់យើងអាចធ្វើឲ្យកូនរបស់យើងពិការភាពឬក៏បាត់បង់អវយវៈណាមួយតែហើយការជិះយន្តហោះហើយត្រូវបានគេ scan នៅកន្លែងពលានយន្តហោះហ្នឹងអត់ប៉ះពាល់ដល់កូនក្នុងផ្ទៃទេហើយក៏មានពាក្យចាមរាមថានៅពេលដែលដើរកាត់អាហ្នឹងគឺធ្វើឲ្យកូនមានភ្នែកពណ៌ខ្មៅពណ៌អីនៅលើស្បែកមិនមែនជារឿងពិតនោះទេដោយសារ scanner ហ្នឹងគឺវាប្រើរលកសំឡេងទាបវាអត់មានផលប៉ះពាល់ដូចជា X-ray ហើយវាក៏មិនជា X-ray ដែរបទពិសោធន៍របស់កូននាងខ្ញុំកូនទី1ខ្ញុំទៅអូស្ត្រាលីនៅពេលដែលកូន5ខែហើយកូនទី2ខ្ញុំទៅអ៊ីតាលីនៅពេលដែលខ្ញុំទម្ងន់7ខែកូនរបស់នាងខ្ញុំកើតមកសុខភាពល្អហើយគ្មានផលប៉ះពាល់អីដូចពាក្យចាមរាមនោះទេដូច្នេះអាចធ្វើដំណើរបានធម្មតាទាំង scan នៅកន្លែងពលានវាអត់មានផលប៉ះពាល់អីដល់កូននៅក្នុងផ្ទៃទេ